ចំនួន 10000 រៀលសូមផ្ទៀងផ្ទាត់បានទទួល 10000 រៀលបាទជម្រាបសួរបងប្អូនអរគ្នាវិលមកជួបគ្នាសារជាថ្មីបាទដូចនៅខាងក្បាលវីដេអូបងប្អូនបានឃើញហើយគឺមុខងារថ្មីរបស់ធនាគារ AC Leda ដែលបានធ្វើបច្ចុប្បន្នភាពនៅលើ mobile app របស់ខ្លួនដែលបន្ថែមមុខងារគឺនៅពេលដែលយើងទទួលបានប្រាក់ចូលមកគណនីគឺមានសម្លេងឆ្លើយប្រាប់ពីមុនយើងគ្រាន់តែពេល scan ចំណាយលុយចេញទើបមានសម្លេងឆ្លើយប្រាប់ប៉ុន្តែឥឡូវនេះគឺយើងមានដល់ទាំងការទទួលលុយចូលពីអ្នកផ្សេងនៅពេលគេបាញ់ចូលមកយើងមិនថាប្រាក់ខែមិនថាលុយអីគឺឲ្យតែចូលគឺនឹងមានសម្លេងឆ្លើយប្រាប់តែម្ដងអញ្ចឹងដើម្បីធ្វើបើកមុខងារនេះបានបងប្អូនត្រូវតែធ្វើការចូលទៅឆែកមើលបច្ចុប្បន្នភាពរបស់ app បងប្អូនសិនតើបានអាប់ដេតហើយឬនៅបើមិនទាន់អាប់ដេតសូមធ្វើការអាប់ដេតរួចហើយចាប់ផ្ដើមអនុវត្តវិធីនេះទាំងអស់គ្នាដោយទី1សូមបើក mobile app បងប្អូនហើយបងប្អូនចុចប៊ូតុងខាងក្រោមគេចុចពាក្យថាមនុយជាភាសាខ្មែរកាលពីដំបូងខ្ញុំបានចេញវីដេអូម្ដងហើយគឺតាក់ទងទៅនឹងជាភាសាបរទេសបាទប៊ូតុងហ្នឹងណាឥឡូវខ្ញុំបដូរមកភាសាខ្មែរងាយស្រួលអញ្ចឹងបងប្អូនចុចកន្លែងលេខរៀងទី1គឺចុចពាក្យថាមនុយបាទមនុយជាភាសាខ្មែរបងប្អូនបន្ទាប់ពីចុចត្រង់កន្លែងមនុយនឹងហើយបងប្អូនមើលរូបបន្តនៅលើផ្ទាំងរូបភាពទី2បាទអញ្ចឹងត្រង់កន្លែងផ្ទាំងរូបភាពទី2បងប្អូនចុចលើពាក្យថាការកំណត់ផ្សេងបាទបងប្អូនមើលតាមរូបសញ្ញាខ្ញុំបង្ហាញតាមសញ្ញាព្រួញការកំណត់ផ្សេងបន្ទាប់ពីបងប្អូនចុចនៅត្រង់